មរណភាពរបស់លោកអាលីឡារីយ៉ានីគឺជាការបាត់បង់ដ៏ធំមួយរបស់អ៊ីរ៉ង់ឡារីយ៉ានីត្រូវបានគេចាត់ទុកថាគឺជាអ៊ីម៉ានូអែលខាន់របស់អ៊ីរ៉ង់ដោយសារតែគាត់មានសញ្ញាបត្របណ្ឌិតទស្សនវិជ្ជាលោកខាងលិចហើយនៅក្នុងនោះជំនាញរបស់លោកគឺទស្សនវិជ្ជារបស់អ៊ីម៉ានូអែលខាន់ដែលលោកបានសរសេរសៀវភៅជាច្រើនទាក់ទងទៅនឹងអ៊ីម៉ានូអែលខាន់ដោយប្រើរូបមន្តគណិតវិទ្យាហើយនិងបរមាត្ថវិទ្យាអាលីឡារីយ៉ានីគឺជាអ៊ីម៉ានូអែលខាន់របស់អ៊ីរ៉ង់ខណៈដែលអាលីខាមេនីមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់គឺជាសម្ដេចប៉ាបរបស់អ៊ីរ៉ង់ការបាត់បង់មនុស្សទាំងពីរនេះគឺជាការបាត់បង់ដ៏ធំធេងការបាត់បង់នេះអ្វីត្បិតតែបាត់បង់សម្រាប់អ៊ីរ៉ង់មែនប៉ុន្តែក៏ជាការបាត់បង់សម្រាប់សន្តិភាពនៅមជ្ឈិមបូព៌ាផងដែរដោយសារតែលោកអាលីឡារីយ៉ានីគឺជាអតីតមេបញ្ជាការឆ្មាំបដិវត្តប្រទេសអ៊ីរ៉ង់គាត់គឺជាអ្នកចរចាក្របបែកនុយក្លេអ៊ែររវាងអ៊ីរ៉ង់ហើយនិងលោកខាងលិចសហរដ្ឋអាមេរិកកន្លងមកហើយត្រូវបានសហរដ្ឋអាមេរិកប្រមាលគឺថាអាចជាអ្នកស្នងតំណែងរបស់អាលីខាមេនីផងដែរគាត់គឺជាអ្នកដែលមាននយោបាយចាស់ទុំហើយត្រូវបានគេរំពឹងថាអាចបង្រួបបង្រួមអ៊ីរ៉ង់ឲ្យត្រឡប់មករកតុចរចាជាមួយអ៊ីស្រាអែលសហរដ្ឋអាមេរិកដើម្បីបញ្ចប់ជម្លោះក៏ដូចជាបញ្ចប់វិបត្តិប្រេងវិបត្តិធម្មពលនៅមជ្ឈិមបូព៌ាក៏ដូចជានៅសកលលោកអញ្ចឹងអ្នកវិភាគខ្លះគេនិយាយថាការដែលអ៊ីស្រាអែលធ្វើឃាតលោកអាលីឡារីយ៉ានីគឺជាការពារកុំឲ្យអ៊ីរ៉ង់ហើយនឹងសហរដ្ឋអាមេរិកលួចចរចាគ្នាពីក្រោយខ្នងអ៊ីស្រាអែលពីព្រោះអ្វីដែលអ៊ីស្រាអែលចង់បាននៅពេលនេះគឺសង្គ្រាមពេញបន្ទុករវាងអ៊ីរ៉ង់ហើយនឹងលោកខាងលិចគួរបញ្ជាក់ថានៅថ្ងៃនេះដែរអ៊ីរ៉ង់បានប្រើមីស៊ីលរបស់ខ្លួនបាញ់ទម្លាក់យន្តហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិកហើយនេះគឺជាលើកទី1ហើយដែលយន្តហោះចម្បាំង F-35 ត្រូវបានមីស៊ីលរបស់សត្រូវបាញ់ធ្លាក់នៅក្នុងពេលធ្វើសង្គ្រាមអ្វីត្បិតតែសារព័ត៌មានអ៊ីរ៉ង់បញ្ជាក់បែបនេះប៉ុន្តែសារព័ត៌មានសហរដ្ឋអាមេរិកបានបញ្ជាក់ថាយន្តហោះ F-35 របស់សហរដ្ឋអាមេរិកនោះត្រូវបានបាញ់ចំប៉ុន្តែមិនធ្លាក់ទេហើយត្រូវបានពីលុតរបស់ខ្លួនធ្វើការចុះចតដោយសុវត្ថិភាពបើសិនជាអ៊ីរ៉ង់មានសមត្ថភាពបាញ់ធ្លាក់យន្តហោះចម្បាំងស៊េរីទំនើបបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងសមរភូមិចុះទម្រាំតែយន្តហោះចម្បាំង F-16 ហើយនិង Gripen ដែលសៀមបានប្រើកន្លងមកនៅក្នុងសង្គ្រាមជាមួយនឹងប្រទេសកម្ពុជាតើមីស៊ីលរបស់អ៊ីរ៉ង់មានសមត្ថភាពបាញ់ទម្លាក់យន្តហោះចម្បាំងនោះដែរឬទេ